นี่คือជាដើមច័ន្ទគិរីដែលខ្មែរក្រហមប្រើប្រាស់ដើម្បីសម្លាប់កូនក្មេងដោយបោកក្បាលនឹងគល់ឈើហើយបោះចូលទៅក្នុងរណ្ដៅតែម្ដងជីកស្មៅត្រូវជីកទាំងរឹសស៊ូសម្រាប់មនុស្សច្រឡំកុំឲ្យតែលេងច្រឡំនេះគឺជាពាក្យស្លោកដែលខ្មែរក្រហមតែងតែប្រើនៅពេលដែលពួកគេសម្លាប់មនុស្សមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកដែលត្រូវបានគេស្គាល់ថាជាវិពិឃាតហើយការមកទស្សនកិច្ចនៅទីនេះមិនមែនជាការមកសប្បាយរីករាយឬក៏ជាការដែលមកថតរូបលេងដូចនៅសារមន្ទីរឬក៏ព្រះបរមរាជវាំងទេអ្នកនរគ្នាទីនេះគឺជាកន្លែងគោរពវិញ្ញាណក្ខន្ធដ៏សំខាន់ដែលបានបន្សល់ទុកដោយរបបខ្មែរក្រហមហើយចុះហេតុអ្វីបានជាបងប្អូនគួរតែមកទស្សនានៅទីនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមតំបន់វិពិឃាតនេះជាកន្លែងទទួលសម្រាប់មនុស្សដែលត្រូវបញ្ជូនមកពីទួលស្លែងឬមន្ទីរស-21ហើយក៏ជាកន្លែងសម្រាប់ផែនការសម្រាប់មនុស្សដែលពួកខ្មែរក្រហមចោទថាខ្មាំងប្រឆាំងនឹងអង្គការមូលហេតុដែលបងប្អូនគួរតែមកទស្សនានៅទីនេះទី1បងប្អូននឹងបានមកទស្សនាទស្សនីយភាពប្រវត្តិសាស្ត្រពិតៗតែម្ដងដូចជាបងប្អូនអាចឃើញនៅរណ្ដៅដែលគេកប់សាកសពឧបករណ៍ដែលគេប្រើប្រាស់ដើម្បីសម្លាប់មនុស្សសម្លៀកបំពាក់របស់ជនរងគ្រោះជាដើមរណ្ដៅដំបូងគេនេះគឺជារណ្ដៅដែលគេរកឃើញសាកសពរបស់ជនរងគ្រោះរហូតដល់450នាក់បន្ទាប់ពីពួកខ្មែរក្រហមត្រូវបានដួលរលំនៅថ្ងៃទី7មករា1979នឹងហើយគេសន្មតថាគឺជារណ្ដៅដែលគេសម្លាប់មនុស្សហើយបោះជនរងគ្រោះចូលទៅក្នុងរណ្ដៅនោះតែម្ដងនៅមានរណ្ដៅផ្សេងទៀតគ្រាន់ថារណ្ដៅនេះគឺយើងរកឃើញសាកសពច្រើនជាងគេបងប្អូនកន្លែងដែលខ្ញុំមកហើយរំជួលចិត្តជាងគេគឺនៅត្រង់កន្លែងដើមច័ន្ទគិរីនេះតែម្ដងការជំនាន់ខ្មែរក្រហមគឺគេប្រើប្រាស់ដើមនឹងដើម្បីបោកក្បាលកូនក្មេងហើយទង្គិចជាមួយនឹងដើមនឹងហើយបោះចូលទៅក្នុងរណ្ដៅតែម្ដងរណ្ដៅមួយនេះមិនត្រឹមតែមានសាកសពក្មេងៗទេគឺមានទាំងសាកសពស្ត្រីដែលអត់មានសម្លៀកបំពាក់និយាយរួមគឺអត់មានកៅអៅនៅជាប់ខ្លួនសោះហ្មងណាប្រហែលជាជិត100នាក់ដែរហើយគេក៏សន្និដ្ឋានថាស្ត្រីទាំងអស់នោះត្រូវបានគេចាប់រំលោភហើយគេយកមកបោះសម្លាប់ចូលទៅក្នុងរណ្ដៅនឹងតែម្ដងខាងនេះវិញគឺជាឆ្អឹងដែលគេរកឃើញពីរណ្ដៅដែលគេយកជនរងគ្រោះមកសម្លាប់មានឆ្អឹងសំណល់ជាផុសតាងបញ្ជាក់ថានៅនេះគឺចំនួនអ្នកស្លាប់ប្រមាណជា20000នាក់ច្រើនជនរងគ្រោះគឺគេដឹកមកពីគុកទួលស្លែងគេធ្វើទរណកម្មនៅគុកទួលស្លែងហើយគេដឹកមកបញ្ចប់ជីវិតនៅទីនេះតែម្ដងហើយនៅទល់មុខនេះគឺជាដើមឈើវេទមន្តបងប្អូនឮថាដើមឈើវេទមន្តច្បាស់ជាគិតថាគឺជាដើមពោធិ៍ដែលស័ក្តិសិទ្ធិដោយសារតែយើងធ្លាប់ឃើញព្រះពុទ្ធតាំងសមាធិនៅក្រោមដើមពោធិ៍នេះត្រូវអត់តែវាមិនមែនបែបហ្នឹងទេបងប្អូននៅត្រង់ដើមជ្រៃនេះគឺជាកន្លែងដែលគេព្យួរមេក្រូសម្រាប់ផ្សាយចម្រៀងបដិវត្តន៍ដើម្បីលុបបំបាត់សម្លេងស្រែកធ្ងោរបស់ជនរងគ្រោះដែលគាត់ត្រូវបានធ្វើទារុណកម្មឬមួយក៏គេសម្លាប់នៅនឹងអញ្ចឹងហើយគេប្រើសម្លេងចម្រៀងស្រែកមេក្រូហ្នឹងគឺដើម្បីកុំឲ្យឮចេញមកក្រៅហើយក៏ជាចម្រៀងដែលពួកគាត់បានឮចុងក្រោយមុនពេលដែលពួកគាត់ស្លាប់ផងដែរបងប្អូនចង់ដឹងថាចម្រៀងនឹងវាបែបម៉េចបងប្អូនអាចទៅទស្សនាផ្ទាល់បានហើយជួលកាសបងប្អូនអាចស្ដាប់ចម្រៀងនឹងបានខ្មែរក្រហមបានជ្រើសរើសតំបន់ជើងឯកជាទីវាលសម្រាប់មនុស្សប្រហែលពីព្រោះទី1ដោយសារជើងឯកគឺស្ថិតនៅដាច់ស្រយាលពីទីក្រុងភ្នំពេញហើយមួយទៀតដោយសារតែជើងឯកជាកន្លែងបញ្ចុះសពដែលពីមុនមកត្រូវបានប្រើប្រាស់ដោយជនជាតិចិនហើយនៅក្នុងខ្ចោះនេះគឺជនជាតិចិនបានប្រារព្ធពិធីសម្រាប់អ្នកដែលបានចែកឋានទៅហើយក្តារមឈូសគឺគេដាក់តម្កល់នៅនឹងហើយគ្រួសារបងប្អូនញាតិមិត្តរបស់សពគេមកជួបជុំគ្នានៅនឹងអញ្ចឹងណាប៉ុន្តែវាខុសគ្នាទាំងស្រុងពីរបបខ្មែរក្រហមដែលគ្រួសារត្រូវបានគេបំបាយបំបាក់មិនបានជួបមុខសូម្បីតែលើកចុងក្រោយទី2នៅពេលដែលបងប្អូនមកទស្សនានៅទីនេះគឺដូចជាការរំលឹកនិងគោរពដល់ជនរងគ្រោះដែរខាងនេះគឺជាស្ទូបដែលគេកសាងឡើងនៅក្នុងឆ្នាំ1988ហើយនៅក្នុងស្ទូបនេះបន្ទាប់ពីគេធ្វើកសោវិច័យទៅលើជនរងគ្រោះអស់ហើយគេបានចាត់ថ្នាក់ជា17ថ្នាក់ដែលក្នុងនេះផ្ទុកនៅរលាក្បាលរបស់ជនរងគ្រោះជិត9000នាក់ហើយនេះគឺជាស្ទូបមួយដែលធំជាងគេនៅកម្ពុជាហើយគេធ្វើឡើងគឺដើម្បីជានិមិត្តដល់ការចងចាំដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមទី3ការមកទស្សនានៅទីនេះក៏ជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែរការចងចាំពីអតីតកាលជួយជំរុញប្រជាជនយើងឲ្យមានការរួបរวมជាតិយល់ពីតម្លៃនៃសន្តិភាពនិងយល់ពីតម្លៃនៃការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជាទី4ដើម្បីជួយឲ្យប្រទេសមានការអភិវឌ្ឍផ្នែកទេសចរនៅក្នុងស្រុកដែរសារមន្ទីរនេះគឺជាគោលដៅទេសចរប្រវត្តិសាស្ត្រមួយដែលភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជាគឺចង់មកសិក្សាស្វែងយល់ពីអតីតកាលនិងបង្ហាញពីការចងចាំដែលប្រទេសកម្ពុជាធ្លាប់ជួបប្រទះនៅក្នុងបរិវេណសារមន្ទីរវាលពិឃាតជើងឯកនេះក៏មានសាលពិព័រណ៍មួយដែលគេដាក់តាំងរូបថតមេគុកទួលស្លែងលោកកាំងកិច្ចអ៊ីវសម្លៀកបំពាក់ពួកខ្មែរក្រហមឧបករណ៍ធ្វើទារុណកម្មនិងសម្លាប់មនុស្សហើយលើពីនេះក៏គេមានជាសាលភាពយន្តសម្រាប់ចាក់ភាពយន្តឯកសារស្ដីពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមដែរក្នុងវីដេអូនេះគ្រាន់តែជាកន្លែងខ្លះៗ
ខ្លះនៅមជ្ឈមណ្ឌលបលាយពុជសាសជើងឯកទេប៉ុន្តែនៅមានរឿងរ៉ាវជាច្រើនទៀតដែលអ្នកទាំងអស់គ្នាគួរតែស្វែងយល់ទៀតដោយសារតែការស្គាល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនគឺវាសំខាន់ដូចជារបបបលាយពុជសាសខ្មែរក្រហមនេះគឺកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដងហើយក្នុងនាមយើងជាកូនខ្មែរគួរតែស្វែងយល់និងដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនដើម្បីការពារមិនឲ្យអំពើបលាយពុជសាសនេះកើតឡើងម្ដងទៀតមួយវិញទៀតគឺដើម្បីបង្រៀនទៅកូនចៅយើងជំនាន់ក្រោយឲ្យពួកគេបានដឹងនិងជៀសវាងកុំឲ្យព្រឹត្តិការណ៍នេះកើតឡើងម្ដងទៀតខុសខើណាបងប្អូនបងប្អូនអរគ្នាបន្ទាប់ពីយើងទស្សនាទៅជុំវិញសារមន្ទីរជើងឯកហើយកន្លែងនេះគឺជា note ដែលសម្រាប់បញ្ចេញអារម្មណ៍បញ្ចេញមតិរបស់យើងថាយើងបន្ទាប់ពីយើងទស្សនាយើងមានអារម្មណ៍បែបម៉េចដែរអញ្ចឹង